យរបស់កូនក្រមុំជាការរចនារំលេចដោយស្រកានាគគឺរចនាដោយលោកសូណែមសំអាងយើងមើលឃើញថាតាំងពីបុរាណកាលមកនៅក្នុងពិធីនានានៃពិធីមង្គលការឬក៏អាពាហ៍ពិពាហ៍កូនក្រមុំតែងនៅខាងស្ដាំកូនកំឡុងលុះដល់ពិធីក្រាបផ្ទឹមទើបកូនក្រមុំមកខាងឆ្វេងដៃកូនកំឡុងវិញ